វីដេអូបដូរតាមស្តង់ដារ15វិធីសាស្ត្រប្រព្រឹត្តនៅពេលចាកចេញវិធីសាស្ត្រប្រព្រឹត្តនៅពេលមានអគ្គិភ័យវិធីសាស្ត្រប្រព្រឹត្តនៅពេលចាកចេញដោយសារអគ្គិភ័យជាមុនសិនបើអ្នករកឃើញអគ្គិភ័យអ្នកគួរតែស្រែកថាអគ្គិភ័យកំពុងឆេះដោយសំឡេងខ្លាំងដើម្បីឲ្យអ្នកដទៃដឹងអំពីអគ្គិភ័យឬចុចដណ្ដឹងបន្ទាន់នៅកន្លែងដែលនៅជិតបំផុតនេះជាវីដេអូអំពីការចាកចេញនៅពេលមានអគ្គិភ័យនៅក្នុងអគារវិធីសាស្ត្រដើម្បីបើកទ្វារនៅពេលដែលអ្នកត្រូវបើកទ្វារដើម្បីចាកចេញពីអគ្គិភ័យអ្នកគួរតែដាក់ខ្នងដៃលើទ្វារជាមុនសិនដើម្បីពិនិត្យមើលថាតើវាក្តៅឬអត់នៅពេលនេះប្រសិនបើទ្វារក្តៅនេះមានន័យថាមានកម្ដៅខ្លាំងនៅផ្នែកមួយផ្សេងទៀតដូច្នេះសូមកុំបើកទ្វារហើយស្វែងរកផ្លូវផ្សេងនៅពេលចាកចេញអ្នកមិនត្រូវទុកទ្វារដែលបានបើកទេតែទុកទ្វារបើកអាចធ្វើឲ្យកម្ដៅនឹងផ្សែងឆ្លងកាត់បានដូច្នេះបន្ទាប់ពីឆ្លងកាត់ទ្វារអ្នកត្រូវតែបិទវាឲ្យបានច្បាស់វិធីសាស្ត្រចល័តនៅពេលមានអគ្គិភ័យនៅពេលចល័តអ្នកត្រូវប្រុងប្រយ័ត្នចំពោះផ្សែងអគ្គិភ័យមានឧស្ម័នពុលជាច្រើនប្រភេទតែក្នុងនោះមានឧស្ម័នកាបូនម៉ូណូអុកស៊ីតដែលអាចធ្វើឲ្យអ្នកសន្លប់ក្នុងរយៈពេល2-3នាទីបន្ទាប់ពីដកដង្ហើមចូលហើយអាចស្លាប់ក្នុងរយៈពេល10ទៅ20នាទីដូច្នេះវាជាការល្អក្នុងការច្របាច់កន្សែងឬសម្លៀកបំពាក់ផ្សេងជាមួយទឹកហើយគ្របមាត់និងច្រមុះរបស់អ្នកបន្ថែមពីនេះទៀតនៅពេលដែលអ្នកធ្វើចលនាអ្នកគួរតែដើរទៀតព្រោះផ្សែងមានកម្ដៅហើយវាចាប់ផ្ដើមពីលើដំបូលហើយធ្លាក់ចុះមកនេះជាវីដេអូខាងក្នុងជណ្ដើរយន្តនៃអគារដែលមានអគ្គិភ័យពិតប្រាកដឡើងតែហាមប្រើជណ្ដើរយន្តនៅពេលចាកចេញពេលមានអគ្គិភ័យអ្នកមិនត្រូវប្រើជណ្ដើរយន្តដាច់ខាតនៅពេលចាកចេញជណ្ដើរយន្តអាចបើកទ្វារនៅជាន់ដែលមានអគ្គិភ័យឬអាចឈប់ដំណើរការដោយសារតែភ្លើងផុតហើយបណ្ដាលឲ្យអ្នកជាប់នៅក្នុងនោះតែអាចធ្វើឲ្យភ្លើងនឹងផ្សែងចូលមកវិញហើយបង្កគ្រោះថ្នាក់ដូច្នេះនៅពេលដែលអ្នកចាកចេញតាមមញ្ឈរអ្នកត្រូវប្រើជណ្ដើរជំនួសជណ្ដើរយន្តវិធីសាស្ត្រសកម្មភាពនៅពេលមិនអាចចាកចេញទៅជាន់ក្រោមបាននៅពេលដែលអ្នកមិនអាចចាកចេញទៅជាន់ក្រោមបានទេអ្នកគួរតែទៅដំបូលឬប្រើឧបករណ៍សង្គ្រោះដែលបានដំឡើងនៅខាងក្នុងដើម្បីចាកចេញនេះជាវីដេអូបង្ហាញពីការបើកបង្អួចនៅអគារខ្ពស់ហើយស្នើសុំជំនួយប្រសិនបើអ្នកជាប់នៅក្នុងអគារដែលមានអគ្គិភ័យអ្នកគួរតែស្នើសុំជំនួយតាមបង្អួចដែលគ្មានភ្លើងឬផ្សែងមុនសិនឬប្រើទូរស័ព្ទចល័តឬកន្សែងដើម្បីជូនដំណឹងទៅខាងក្រៅអំពីការដែលអ្នកត្រូវបានគាំងបន្ថែមពីនេះទៀតអ្នកគួរតែសើមកន្សែងឬវត្ថុផ្សេងដើម្បីបិទចន្លោះទ្វារដើម្បីមិនឲ្យផ្សែងចូលមកក្នុងបន្ទប់ប្រសិនបើមានវត្ថុដែលងាយឆេះនៅខាងក្នុងអ្នកគួរតែយកវាចេញឬបាញ់ទឹកដើម្បីមិនឲ្យភ្លើងរីករាលដាលអ្នកមិនគួរចេញទៅខាងក្រៅដោយការហ៊ានហេត្រូវមានជំនឿថាអ្នកនឹងត្រូវបានជួយហើយរងចាំដោយស្ងប់ស្ងាត់